សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងឡាយនៅក្នុងវគ្គមុនយើងបានបញ្ចប់សេចក្តីវឹកវរនៅក្នុងព្រះទ័យរវាងសេចក្តីស្នេហាដ៏ទន់ភ្លន់និងសច្ចធម៌ដ៏រឹងមាំព្រះសិទ្ធត្ថកុមារទ្រង់ជាប់នៅក្នុងសេចក្តីតស៊ូដ៏ធំធេងនេះអស់កាលដ៏យូរប៉ុន្តែទ្រង់បានដឹងថាជីវិតលោកីយ៍នេះមិនអាចផ្ដល់នូវនិរន្តរភាពបានឡើយព្រះអង្គត្រូវតែអនុញ្ញាតឲ្យសេចក្តីស្នេហាផ្ទាល់ខ្លួនក្លាយជាទ្វារចេញទៅរកការស្វែងរកនូវសេរីភាពសម្រាប់សព្វសត្វការសម្រេចព្រះទ័យដ៏លំបាកបំផុតត្រូវបានធ្វើឡើងហើយគឺជាការលះបង់នៅអ្វីដែលជាទីស្រឡាញ់នៅយប់កណ្ដាលអាធ្រាត្រមួយព្រះអង្គបានយាងទៅកាន់បន្ទប់ដែលព្រះមហេសីយសោធិរានិងព្រះរាជបុត្ររាហុលកំពុងផ្ទុំលង់លក់ព្រះអង្គបានតតនៅទិដ្ឋភាពចុងក្រោយបង្អស់ដោយមិនហ៊ានប៉ះពាល់ព្រោះខ្លាចក្រែងព្រះមហេសីទ្រង់ភ្ញាក់ការចាកចេញនេះគឺជាមហាបរិក្រមដ៏ឧត្តមឧត្តមវាគឺជាជ័យជំនះនៃវិចារណញ្ញាណនៅលើចំណងតណ្ហាទ្រង់បានបោះបង់ចោលនៅរាជសម្បត្តិនិងភាពជាម្ចាស់ដើម្បីក្លាយជាអ្នកសំទានដែលស្វែងរកព្រះអង្គបានយាងចេញពីព្រះរមរាជវាំងជាមួយនឹងអ្នកបរិជ្ជរដ្ឋឆន្ទៈនិងសេះដភក្តីកន្ធៈនៅពេលផុតព្រំដែនទ្រង់បានដកព្រះខ័នហើយកាត់ផ្តាច់នៅព្រះកេសាសក់របស់ទ្រង់នេះមិនមែនជាការកាត់សក់ធម្មតាទេតែជាសេចក្តីប្រកាសច្បាស់លាស់ថាអត្តសញ្ញាណចាស់បានបាត់បង់ហើយព្រះអង្គព្រះសិទ្ធត្ថបានលាចាកលោកនេះទៅហើយនៅសល់តែព្រះសមណគោតមដែលស្វែងរកនៅសច្ចធម៌ប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងព្រះសមណគោតមទ្រង់បានស្វែងរកគ្រូដ៏ចំណានទាំងឡាយទ្រង់បានសិក្សាជាមួយនឹងអាឡារៈដែលបានបង្រៀននៅសមាធិរហូតទៅដល់ថ្នាក់ស្ងប់ងាប់ព្រះសមណគោតមបានឆ្លងកាត់គ្រូនិងសាលាចំនួន1800ជាងសឹងតែប្រទេសឥណ្ឌាទាំងមូលក្រោយមកទ្រង់ក៏បានសិក្សាបង្រៀនរហូតទៅដល់ថ្នាក់មួយដែលអាចសម្រេចនៅសេចក្តីស្ងប់ព្រះអង្គបានសម្រេចត្រឹមតែឈានសមាធិខ្ពស់យ៉ាងនេះបានដោយយ៉ាងឆាប់រហ័សប៉ុន្តែនៅពេលដែលទ្រង់ចេញពីសមាធិទ្រង់នៅតែដឹងថានេះគ្រាន់តែសភាពស្ងប់ស្ងាត់បណ្ដោះអាសន្នប៉ុណ្ណោះវាជាការគេចវេះពីទុក្ខវាមិនមែនជាការបំផ្លាញឫសគល់នៃទុក្ខឡើយទ្រង់បានយល់ថាចំណេះដឹងដែលបានមកពីអ្នកដទៃនឹងការសម្រេចនៅសភាវៈបណ្ដោះអាសន្នមិនមែនជាគោលដៅចុងក្រោយរបស់ទ្រង់ទេដោយមិនពេញចិត្តនឹងការបង្រៀនទាំងនេះព្រះសមណគោតមបានយាងទៅកាន់ព្រៃហើយអនុវត្តនៅទុក្ខកិរិយាដ៏ជ្រុលនិយមបំផុតអស់រយៈពេល6ឆ្នាំជាមួយនឹងតាបស5រូបទៀតទ្រង់បានអស់អាហារទ្រង់បានធ្វើទុក្ខកិរិយាលើរាងកាយរបស់ទ្រង់រហូតដល់ព្រះកាយរបស់ទ្រង់ស្គមស្គាំងស្ទើរតែដាច់ខ្យល់សោយទីបង្គត់ក្នុងទស្សនវិជ្ជានេះគឺជាកំហុសឆ្គងនៃការគិតថាយើងត្រូវតែបង្ខំរាងកាយយើងឲ្យឈឺចាប់ទើបអាចគ្រប់គ្រងចិត្តបានវាគឺជាការតស៊ូនៃមនោវិញ្ញាណដែលចង់បង្ខិតបង្ខំនៅសច្ចធម៌ដែលជាការពិតប៉ុន្តែព្រះអង្គបានដឹងថាការធ្វើទុក្ខកិរិយាលើខ្លួនឯងគឺគ្រាន់តែជាអំពើជ្រុលនិយមមួយទៀតតែធ្វើឲ្យកម្លាំងបញ្ញាទ្រង់ចុះខ្សោយហើយมันអាចសម្រេចនៅវិចារណញ្ញាណបានឡើយបន្ទាប់ពីយល់ពីភាពអត់ប្រយោជន៍នៃទុក្ខកិរិយាព្រះសមណគោតមទ្រង់បានយាងទៅកាន់ទន្លេនរជ្រាព្រះអង្គទ្រង់ទន់ខ្សោយស្ទើរតែលិចលង់ទៅក្នុងទន្លេនោះទៅហើយដៃរបស់ទ្រង់មួយចំហៀងកាន់ឈើហើយបានកំណត់ថានេះគឺជាដែនកំណត់ចុងក្រោយនៃភាពជ្រុលនិយមនៅពេលទ្រង់សម្រាកដោយកាន់ឈើច្រត់នៅកណ្ដាលនៃទន្លេក្នុងសភាពស្ងប់ស្ងាត់ទាំងកាយ
ព្រះអង្គរលឹកដល់សម័យកាលទ្រង់នៅវ័យកុមារកាលនោះទ្រង់នៅអង្គុយក្រោមដើមជម្ពូក្នុងពិធីបុណ្យចម្រើនព្រះគភ៌ព្រះអង្គបានចូលទៅក្នុងបឋមฌានដោយអចេតនានោះគឺជាសេចក្តីសុខដែលកើតចេញពីការតាំងចិត្តដ៏ស្ងប់ដោយគ្មានការបង្ខំទ្រង់បានយល់ច្បាស់នៅពេលនោះថាផ្លូវពិតមិនមែនជាភាពឈឺចាប់ទេតែវាជាសេចក្តីសុខដ៏ថ្លៃថ្នូរដែលកើតចេញពីតុល្យភាពទ្រង់បានសម្រេចនៅខយបាយាគូបាយទឹកដោះគោពីនាងសុជាតាដើម្បីស្ដារព្រះកាយនេះគឺជាសេចក្តីប្រកាសនៃបច្ឆិមបដិទានដែលជាផ្លូវកណ្ដាលមិនលះបង់នៅរូបកាយពេកហើយក៏មិនជាប់ជំពាក់នឹងរូបកាយពេកដែរដោយយល់ច្បាស់ពីមេឃាថ្មីព្រះសមណគោតមទ្រង់បានយាងទៅដល់ក្រោមព្រះពោធិព្រឹក្សទ្រង់បានអង្គុយចុះហើយបានតាំងនៅសច្ចៈដ៏មហិមាថាទោះបីសាច់ឈាមស្បែកអាត្មាអញរីងស្ងួតក៏ដោយអាត្មាអញនឹងមិនក្រោកចេញពីទីនេះឡើយរហូតតតែអាត្មាអញបានសម្រេចនៅអនុវត្តសមាទិដ្ឋិញាណទ្រង់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមមុខនឹងសច្ចៈការត្រាស់ដឹងគឺនៅមិនឆ្ងាយពីយប់ទៀតមួយប៉ុណ្ណោះ